នេះជាហេតុផលមួយចំនួនដែលឆ្ងល់ថាហេតុអីហាងសាច់អាំងឬហាងប៊ូហ្វេមួយចំនួនលក់ធូរថ្លៃក្រោមតម្លៃទីផ្សារដែលមានតម្លៃចាប់ពី$7-8ឬក៏$5-6ហេតុអីគេលក់ចំណេញដោយសារហេតុផលទាំងនេះគឺសិតតែរបស់បង្កកទុកក្លាសេរាប់ឆ្នាំដោយមានសារជាតិគីមីអញ្ចឹងស៊ុបចិនឬក៏ស៊ុបបែបមិនក៏ដោយដែលមានសាច់ចៀមសាច់គោអូស្ត្រាលីឬក៏សាច់មាន់ខ្មៅឬក៏សាច់អីផ្សេងគឺជាសាច់បង្កកដែលខូចគុណភាពហើយនាំចូលមកលក់ឲ្យនៅស្រុកខ្មែរអញ្ចឹងប៉ះពាល់សុខភាពមែនទែនឥឡូវនេះសមត្ថកិច្ចបានខាត់ហើយនឹងចាប់ហើយគឺរាប់តោនតែម្ដងអញ្ចឹងក៏ឃើញមានជ្រូកទៀតអញ្ចឹងបងប្អូនអ្នកមួយចំនួនឃើញទិញជ្រូកខ្វៃសែនឬក៏អីបងប្អូនមានឆ្ងល់ថាដូចហេទីគាត់លក់ជ្រូកខ្វៃអញ្ចឹងហេតុអីជ្រូកគេថោកហើយធំទៀតហើយជ្រូកយើងលក់ហេតុអីទូចហើយមានតម្លៃថ្លៃអត់មានអីចម្លែកដូចគាត់ share អញ្ចឹងគឺដោយសារភាពខុសគ្នារវាងជ្រូកស្រស់ហើយនិងជ្រូកបង្កកក្លាសេមានសារជាតិគីមីអញ្ចឹងបងប្អូនទាំងខ្ញុំទាំងគេឃើញតែថោកហើយមើលទៅតំណងហាងគេស្អាតយើងអត់ដឹងថាមានសារជាតិគីមីសាច់បង្កកទុកអីយើងដឹងថាអូតម្លៃ7រៀល8រៀលប្រហែលកាក់អីចឹងទៅអូញ៉ាំដោយសេរីសាច់មានសាច់ច្រើនប្រភេទមានប្រហិតហើយមានបន្លែមានទឹកស៊ុប free ទឹកស៊ុបមានអីទាំងភេសជ្ជៈមានម្ហូបចង្អាបអីផ្សេងច្រើនហើយតម្លៃធំ6 7 8រៀលហើយអញ្ចឹងឆ្ងល់ថាហាងផ្សេងនេះក៏10រៀលជាងលោតដល់$70ម្នាក់ក៏មានហេតុអីគុណភាពសាច់គឺខុសគ្នាទាំងខ្ញុំទាំងគេរហូតតែថោកឲ្យឆ្ងាញ់ដល់តែអាថោកឲ្យឆ្ងាញ់យើងអត់ដឹងថាគុណភាពនៃសាច់ហ្នឹងគេបកកគេនាំចូលខូចគុណភាពមានជ្រុះមានសារជាតិគីមីហ្នឹងគឺយើងអត់ដឹងទេអញ្ចឹងបានថាយើងញ៉ាំរាល់ថ្ងៃអាចចំណីអាហារហ្នឹងគឺយើងប្រយ័ត្នខ្លាំងមែនទែនពេលខ្លះយើងប្រយ័ត្នហើយនៅតែធ្លុយទៀតជាពិសេសបន្លែយើងគិតថាញ៉ាំបន្លែហ្នឹងក៏ទី1គិតថាបន្លែស្រស់យើងអត់មានខូចសុខភាពអីទេប៉ុន្តែបន្លែខ្លះក៏នាំចូលហើយនឹងសារធាតុគីមីក៏ខ្លាំងដែរឧទាហរណ៍ដូចជាតារ៉េនឬក៏ស្ពៃអីមួយចំនួនដែលគេដាក់ឲ្យមានសារជាតិគីមីឲ្យឆាប់ធំឲ្យឆាប់ទុំឲ្យឆាប់បានប្រមូលផលធម្មតាយើងនាំចូលអវ៉ាន់សិតតែមានស្តង់ដារឆៃត្រួតពិនិត្យប៉ុន្តែដោយសារឥឡូវមានជនខិលខូចហ្នឹងវាខុបខិតគ្នាអញ្ចឹងវានាំអវ៉ាន់ចូលអញ្ចឹងសម្ដេចតេជោគាត់មានប្រសាសន៍ហើយអ្នកណាដែលនាំអវ៉ាន់ចូលពីព្រំដែនដោយខុសច្បាប់អញ្ចឹងមានវិធានការហើយគឺឲ្យពួកហ្នឹងទៅជីកដៅជីកអីត្រង់សេហើយអញ្ចឹងអ្នកដែលល្មើសច្បាប់ធ្វើឲ្យគេហៅថាដឹងតែបានផលប្រយោជន៍ខ្លួនឯងអាត្មានិយមធ្វើឲ្យប្រជាពលរដ្ឋប្រជាជនខ្មែរអានឹងដូចសម្រាប់ខ្មែរគ្នាឯងអញ្ចឹងយករបស់ចូលពីពួកចិត្តខាងមកលក់ឲ្យយើងហើយខ្លួនឯងបានចំណេញហើយខូចសុខភាពដល់ប្រជាជនយើងឥឡូវនេះយើងអត់ទាន់ខូចទេចាប់ផ្ដើម10-20ឆ្នាំក្រោយហេតុអីក៏ឆ្ងល់ថាមនុស្សជំនាន់មុនអាយុគាត់សិត8ជាង9ជាង100ហេតុអីគាត់អាយុវែងមែនហេតុអីឥឡូវក្មេងៗត្រឹមតែអាយុ30ជាង40ជាងមិនដល់50ហងស្លាប់បាត់ហេតុអីដោយសារអីគឺអាសារជាតិគីមីហ្នឹងគឺច្រើនហេតុអីខូចកលៀនខូចតម្រងនោមខូចលំពេងលើសនេះលើសនោះហើយសួរថាឥឡូវជំនាន់លោកតាលោកយាយយើងមិនបាច់គិតថាជំនាន់ឪពុកម្ដាយយើងទេយាយតាយើងសិតអាយុ8 9ហេតុអីគាត់ជំនាន់មុនណាជៀនអីក៏ដោយគាត់ធ្វើម្ហូបដោយសារចំហៀវខ្លាញ់ជ្រូកប្រើហើយអត់មានបញ្ហារុំខ្លាញ់រុំបេះដូងទេឥឡូវនេះយើងប្រើសិតតែប្រេងអូលីវប្រេងល្ងប្រេងអីដោយគេហៅថាមានគុណភាពល្អហេតុអីក៏នៅតែខ្លាញ់រុំសូម្បីតែខ្ញុំក៏ខ្លាញ់រុំបេះដូងរុំអីដែរអញ្ចឹងហេតុអីក៏គេថាចាស់ជំនាន់មុនគេថាជំនាន់មុនគេស៊ីតាំងខ្លាញ់ជ្រូកចំហៀវយកខ្លាញ់ប្រើតាំងមកយកហើយមិនដែលឃើញមានឈឺអីហងដល់ឯងនេះជំនាន់យើងនេះប្រេងអូលីវហងប្រេងនេះប្រេងនោះគ្រប់មុខការជូករត់ហងនៅតែមានបញ្ហាសុខភាពខ្លាញ់រុំបេះដូងខ្លាញ់មិនល្អអីចូលក្នុងរាងកាយយើងអញ្ចឹងបានថាជំនាន់មុនគឺអត់មានសារធាតុគីមីអីច្រើនទេមានតែដាំបន្លែហូបបានប៉ុណ្ណាយកប៉ុណ្ណឹងហើយលក់ដោះដូរគ្នាទៅវិញទៅមកជំនាន់មុនដូចយើងមានពងទាយើងដូរយកបន្លែយើងមានសាច់យើងដូរយកបន្លែដូរទៅដូរមកហើយក៏មានលុយកាក់អីទៅតាមនឹងវិវត្តសម័យកាលតាមជឿនលឿនអញ្ចឹងទៅអញ្ចឹងអត់សូវមានគីមីទេនៅពេលឥឡូវនេះមនុស្សកើតច្រើនរបស់លក់អត់ទាន់ត្រូវតែបំពេញអាជាតិគីមីនេះហើយអញ្ចឹងពេលខ្លះផលិតផលខ្លះដូចត្រេនអញ្ចឹងមួយឆ្នាំមានពេញមានត្រេនលក់រាល់ឆ្នាំមិនមែនឲ្យតែដល់រដូវគឺខុសរដូវក៏មានហើយនឹងផ្លែឈើធម្មតាផ្លែឈើខ្លះមួយឆ្នាំផ្លែតែ2 ដងឯងហេតុអីមានរហូតដល់4 ដងឬក៏5 ដងគេហៅថាចាក់វាដើម្បីឲ្យវាឆាប់ធំធាត់ដើម្បីឲ្យបានផលលឿនហើយអាចឲ្យបានផលលឿនហ្នឹងណាបន្លែផ្លែឈើអស់ហ្នឹងណាក៏ខូចគុណភាពដីដែរដីហ្នឹងគឺវាអត់មានសារធាតុល្អដើម្បីឲ្យទ្រទ្រង់នៅចិញ្ចឹមនៅអាដើមឈើនឹងទៀតឯព្រោះយើងប្រើគីមីពេកសូម្បីតាដីក៏វាអត់អាចទ្រាំទ្រនឹងអាជាតិគីមីដែលយើងចាក់នៅលើអាដើមឈើដើម្បីបានផលលឿនហ្នឹងដែរហើយព័ត៌មានដែលសម្ដេចចេញមកអ្នកណាហ៊ានតែនាំអីវ៉ាន់ចូលដែលខុសច្បាប់ដឹងហើយគាត់នឹងចាត់វិធានការតាមផ្លូវច្បាប់ហើយអញ្ចឹងសង្ឃឹមថាពួកដែលនាំចូលអីវ៉ាន់ដែលខុសច្បាប់ហើយនឹងមានជាតិសារធាតុគីមីហ្នឹងណា
សង្ឃឹមថាពួកនឹងខ្លាចញញើតព្រោះអីហ៊ានតែចូលមកនឹងចាប់ហើយអត់មានទុកទៀតទេអញ្ចឹងយើងរងចាំមើលថាអ្នកណាដែលនាំអវ៉ាន់ខុសច្បាប់ចូលមកហើយមានសារធាតុគីមីមកលក់សម្រាប់ប្រជាជនខ្មែរយើងអញ្ចឹងបងប្អូនជួយ share ឲ្យដឹងថាអវ៉ាន់ដែលពួកនឹងនាំចូលមកធ្វើឲ្យប៉ះពាល់សុខភាពមិនអីមិនយើងនឹងតាមដាននៅព័ត៌មានក្រោយៗទៀតហើយព័ត៌មាននេះធ្វើឲ្យពួកយើងភ្ញាក់ខ្លួនដឹងខ្លួនថាអូពេលខ្លះកាត់បន្ថយអាម្ហូបឬក៏សាច់អាំងសាច់បង្កកសាច់ដែលនាំចូលពីបរទេសដូចជាគោអូស្ត្រាលីគោអាមេរិកគោអីក៏ដោយឲ្យតែនេះយើងហូបគោខ្មែរយើងសិនឬក៏យើងចង់ញ៉ាំអាសាច់គោដែលមានគុណភាពយើងទៅផ្សារទំនើបឬក៏ទៅហាងណាដែលមានតម្លៃរៀងថ្លៃអាហ្នឹងបាទយើងជឿទុកចិត្តនៅពេលអាតម្លៃធំក្រោម$10ដឹងថាគីមីហើយអញ្ចឹងរៀងខ្លាញ់តិចខ្ញុំនិយាយនេះអត់ដឹងថាប៉ះពាល់បងប្អូនណាដែលលក់សិចរិតទេណាប៉ុន្តែធម្មតាតែក្រោម$10ហើយខ្ញុំគិតថាមិនល្អទេភាគច្រើនរៀងគីមីតិចអញ្ចឹងអរគុណច្រើនបាយបាយ